ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើប្រទេសកម្ពុជាបានក្លាយជាសមរអន្ទោលតាមប្រាណរបស់ប្រទេសថៃគេឈ្មោះស្អុយរលួយរបស់ថៃត្រូវបានគេដឹងឮគ្រប់វេទិកាអន្តរជាតិកម្ពុជាប្រាប់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សថាសៀមមិនទាន់បញ្ឈប់ការរំលោភសិទ្ធិពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរនិងមិនអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់នោះឡើយនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សដែលហៅកាត់ថា AICHR លើកទី43ចាប់ពីថ្ងៃទី18ដល់ថ្ងៃទី22ខែឧសភាឆ្នាំ2026នេះនៅលេខាធិការដ្ឋានអាស៊ាននាទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីនោះឯកឧត្តមប៉ាប៊ុនណារ៉ាដាតំណាងកម្ពុជាប្រចាំ AICHR និងជាសមាជិកគណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានប្រាប់ទៅអង្គប្រជុំថាយោធាសៀមបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចំពោះជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ព្រោះកងទ័ពសៀមនៅតែបន្តរាយលក់បន្លានិងដាក់ទូកកុងតឺន័រនៅក្នុងទឹកដីកម្ពុជារារាំងមិនឲ្យប្រជាពលរដ្ឋខ្មែរត្រឡប់ទៅផ្ទះវិញបានដែលទង្វើនេះមិនបានគោរពទាល់តែសោះទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងសៀមកាលពីចុងឆ្នាំ2025កន្លងទៅនោះយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សលើកទី43នោះឯកឧត្តមប៉ាប៊ុនណារ៉ាដាបានគូបញ្ជាក់ពីផលប៉ះពាល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចំពោះជនភៀសខ្លួនខ្មែរជាង 32,000 នាក់ព្រោះកងទ័ពសៀមនៅតែបន្តរាយលក់បន្លានិងដាក់ទូកកុងតឺន័រនៅក្នុងទឹកដីកម្ពុជារារាំងមិនឲ្យត្រឡប់ទៅផ្ទះវិញបាននិងមិនគោរពទៅនឹងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងកម្ពុជានិងសៀមនាថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលភាគីទាំងពីរបានព្រមព្រៀងអនុញ្ញាតឲ្យប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋាននិងប្រកបមុខរបរចិញ្ចឹមជីវិតវិញដោយសុវត្ថិភាពនិងគ្មានការរារាំងជាដើមនោះតាក់ទងនឹងទង្វើឈ្លានពានរបស់យោធាសៀមនេះដែរនៅក្នុងកិច្ចប្រជុំខាងលើនេះតំណាងកម្ពុជាក៏បានអំពាវនាវឲ្យគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សនេះមានវិធានការបន្ទាន់និងចាំបាច់ក្នុងការសម្របសម្រួលឲ្យជនភៀសខ្លួនខ្មែរត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាពនិងប្រកបដោយសេចក្តីថ្លៃថ្នូរព្រមទាំងបញ្ឈប់រាល់សកម្មភាពដែលបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីការពារសិទ្ធិមូលដ្ឋានរបស់ជនភៀសខ្លួនស្របតាមច្បាប់អន្តរជាតិផងដែរជាមួយគ្នានោះដែរឯកឧត្តមប៉ាប៊ុនណារ៉ាដាក៏បានគូបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈកិច្ចសន្ទនានិងការគោរពច្បាប់អន្តរជាតិដើម្បីធានាសន្តិភាពស្ថិរភាពនិងការការពារសិទ្ធិមនុស្សផងដែរ Like, share and follow more